ទេសជនជាទីមេត្រីបន្តជាមួយរឿងរ៉ាវព័ត៌មានកីឡាចាទស្សនិកជនសម្រាប់រឿងរ៉ាវព័ត៌មានកីឡាផ្ដាំជាដំណងនេះចាគឺអត្តពលិកហាប់គីដូកម្ពុជាបដិញ្ញាដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍នៅឥណ្ឌូនេស៊ីសហព័ន្ធខ្មែរកីឡាហាប់គីដូត្រៀមបញ្ជូនកីឡាករកីឡាការិនី11នាក់ទៅចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍2025នៅប្រទេសឥណ្ឌូនេស៊ីដែលក្រុងធ្វើនៅចាប់ពីថ្ងៃទី14ដល់ថ្ងៃទី15ខែមិថុនាឆ្នាំ2025គណៈអត្តពលិកក៏បានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមោះមុតនៅក្នុងការហ្វឹកហាត់និងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងឲ្យបានមេដាយជូនជាតិលោកកុងច័ន្ទធីណាអគ្គលេខាធិការសហព័ន្ធខ្មែរហាប់គីដូក៏បានបញ្ជាក់ថាដោយមានការអនុញ្ញាតពីប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាលោកអុកញ៉ាសៅសេងហៈសហព័ន្ធត្រៀមបញ្ជូនកីឡាករកីឡាការិនី11នាក់រួមនឹងមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលគ្រូបង្វឹកគ្រូជំនួយសរុបចំនួន15នាក់ទៅចូលរួមនៅក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី2ឆ្នាំ2025នៅក្នុងនោះកីឡាករ7នាក់និងកីឡាការិនី4នាក់ផងដែរសហព័ន្ធអន្តរជាតិក៏បានអនុញ្ញាតឲ្យក្រុមអត្តពលិកហាប់គីដូកម្ពុជានៅក្នុងម្នាក់ៗអាចប្រកួតបាន3វិញ្ញាសាដូច្នេះកីឡាករកីឡាការិនីហាប់គីដូកម្ពុជាទាំង11នាក់នឹងចូលរួមប្រកួតទៅលើគ្រប់វិញ្ញាសាទាំងអស់អគ្គលេខាធិការរកនេះក៏បានបន្ថែមថាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ2025នេះមាន8ប្រទេសចូលរួមដែលសុទ្ធសឹងជាប្រទេសដែលសម្បូរទៅដោយកីឡាករកីឡាការិនីប្រកបទៅដោយគុណភាពខ្ពស់ចំណែកក្រុមជម្រើសជាតិកម្ពុជាត្រៀមចាក់ខ្លួនឲ្យកាន់តែប្រសើរដោយសប្តាហ៍នេះពួកគាត់កំពុងតែបង្កើនការហ្វឹកហាត់យ៉ាងសកម្មពីព្រោះការប្រកួតលើកនេះយើងត្រូវគោរពទៅតាមលក្ខន្តិកៈរបស់សហព័ន្ធអន្តរជាតិហើយបន្ថែមពីនេះលោកកុងច័ន្ទធីណាក៏បានបញ្ជាក់ទៀតថាសហព័ន្ធខ្មែរកីឡាហាប់គីដូបច្ចុប្បន្ននេះកំពុងធ្វើដំណើរទៅមុខចាអាស្រ័យដោយប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាអុកញ៉ាចាសៅសេងហៈនិងអនុប្រធានលោកគួចហុងជាអនុព្រមទាំងចាសមាជិកក្រុមសហព័ន្ធប្រធានសហព័ន្ធមិនទាន់ទទួលបាននៅកញ្ចប់ថវិកាឧបត្ថម្ភប្រចាំមួយឆ្នាំពីក្រសួងអប់រំយុវជននិងកីឡាដោយសហព័ន្ធកីឡាជាតិនានានោះទេរាល់ការចំណាយផ្សេងៗរួមទាំងការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាហាប់គីដូកម្ពុជាផងគឺជាថវិការបស់អុកញ៉ាសៅសេងហៈនិងលោកគួចហុងជាអនុប្រធានសហព័ន្ធដែលមានការចូលរួមបរិច្ចាគខ្លះៗពីសមាជិកចាសហព័ន្ធផងដែរជាមួយគ្នានេះលោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណទៅដល់អ្នកគាំទ្រចាពីគីស្មារតីរបស់ក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាព្រមទាំងក្រុមហ៊ុន Larita ដែលតែងតែឧបត្ថម្ភគាំទ្រវិស័យកីឡាហាប់គីដូកម្ពុជា